កាលពីវីដេអូមុន admin បានបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើត page ការរៀបចំ page អញ្ចឹងនៅក្នុងវីដេអូមួយនេះ admin នឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបនៃការ post វីដេអូចូលទៅក្នុង page អញ្ចឹងបងប្អូនណាដែលមកថ្មីកុំភ្លេចជួយចុច subscribe ហើយដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបើគិតថាវីដេអូនេះមានប្រយោជន៍សូម share ម្នាក់មួយអញ្ចឹងបើសិនជាបងណាដែលគាត់ចាស់ហើយមិនបាច់មើលក៏បានដែរអញ្ចឹងខ្ញុំបង្រៀនទៅអ្នកដែលគាត់អត់ទាន់ចេះអូខេអ្នកនរគ្នាឥឡូវយើងចូលមកកាន់ page មកហើយបងប្អូនទាំងអស់គ្នាចុចកន្លែងពាក្យថា fill ហើយយើងចុចកន្លែងរូបដូចនៅក្នុងយើងរួមទៅ post ដូចនៅក្នុង Facebook យើងដែរទេអត់ខុសគ្នាទេបាទយើងចុចឲ្យបងប្អូនយើងជ្រើសរើសយកវីដេអូមួយដែលបងប្អូនចង់មក post បាទចាំបន្តិចខ្ញុំត្រឡប់មកក្រោយវិញហើយចូលភាសាទៀតបាទឥឡូវយើងចុចយកវីដេអូឧទាហរណ៍ថាវីដេអូនេះមួយចុះបាទយើងចុចមួយមកចំពោះវីដេអូពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវធ្វើវីដេអូប្រភេទបញ្ឈរទៅវាត្រូវតាមស្តង់ដាររបស់ Facebook ដោយសារវីដេអូនេះខ្ញុំផុសទៅគឺលក្ខណៈផ្ដេកទេអញ្ចឹងយើងផុសបានប៉ុន្តែវាអត់សូវរីកដូចវីដេអូបញ្ឈរតែបើសិនជាបងប្អូនធ្វើ YouTube គឺយើងត្រូវតែថតផ្ដេកនេះខ្ញុំគ្រាន់តែឧទាហរណ៍ទេបាទឥឡូវយើងពេលដែលយើងចុចវីដេអូហើយវានឹងចេញទៅរងបែបនេះគឺវាឲ្យយើងទៅសេ description ក៏ដូចជាចំណងជើងអញ្ចឹងបងប្អូនដាក់ចំណងជើងយើងកុំដាក់វែងពេកយើងដាក់ខ្លីបានហើយអញ្ចឹងវីដេអូនេះខ្ញុំទៅសេថារបៀបរៀបចំ page បាទរៀបចំ page បងប្អូនមើលដល់ចប់ណាបើមើលអត់ចប់យើងអត់ដឹងក្បាលកតុយមិនទេយើងថារបៀបរៀបចំ page ទៅហើយយើងដាក់សញ្ញាត្រង់ជ្រូកមានត្រង់ជ្រូកដែរត្រង់ជ្រូកគេហៅថា hashtag តែយើងមិនបាច់ដាក់ច្រើនពេកទេបងប្អូនមកយើងដាក់តាមមួយពាក្យឬក៏ពីរពាក្យបានហើយកាលណាយើងដាក់ច្រើនពេកវាវីដេអូយើងវាអត់សូវរុញហើយយើងដាក់ទាំងជ្រូកមកយើងរកមើល hashtag ណាដែលនិយាយរួមទៅវា viral អត់ទាន់មានណាប្រើពេលដែលយើងដាក់ហើយគឺវាអាចទាំងផ្ទុះមកដូចខ្ញុំដាក់អញ្ចឹងខ្ញុំដាក់ MMO ដៃថ្មីអញ្ចឹងទៅអញ្ចឹងវីដេអូក្រោយទៀតបងប្អូនផុសទៀតយើងដាក់hashtag នេះយើងដាក់ដូចគ្នាទាំងអស់ហើយយើងដាក់វីដេអូយើងដើម្បីឲ្យវា viral ចាប់តាកន្លែង hashtag ហ្នឹងអញ្ចឹងវីដេអូបងប្អូនអាចនឹងរីកចឹងដល់ពេលដែលយើងសេចំណងជើងរួចហើយយើង copy វាទាំងអស់មកហើយបងប្អូនយកមកដាក់កន្លែង description បាទដាក់កន្លែង description ហើយបងប្អូនអូសទៅលើបន្តិចវាអត់មានអីទេកន្លែងហ្នឹងគឺបងប្អូនត្រូវចុចពាក្យថា done ទៅខាងស្នាមដៃចុច done មកហើយធ្វើការផុសកន្លែងផុស now អញ្ចឹងចុចមកផុស now ហ្នឹងអញ្ចឹងវីដេអូរបស់បងប្អូនវាកំពុងតែធ្វើការ upload ចូលហើយអញ្ចឹងសូមរងចាំវាឲ្យវាពេញតែខ្ញុំប្រាប់ទៀតគឺវីដេអូបងប្អូនត្រូវតែថតលក្ខណៈបញ្ឈរចំពោះ Facebook page គឺយើងត្រូវបញ្ឈរយើងដាក់ផ្ដេកប៉ុន្តែវាដាក់ផ្ដេកបានប៉ុន្តែវាអត់សូវរីកអត់សូវមានអ្នកមើលតែយើងដាក់បញ្ឈររងចាំវាបន្តិចដើម្បីវាធ្វើការ upload ឲ្យពេញអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ទៀតខ្ញុំនឹងធ្វើការប្រាប់អំពីរបៀបនៃការធ្វើឲ្យវីដេអូហ្នឹងមានអ្នកមើលបានអ្នកមើលឆាប់ឃើញណាអញ្ចឹងវាមានវិធីសាស្ត្រស្រួលជាង YouTube ទេប៉ុន្តែវាយ៉ាប់ YouTube វាពិបាកត្រង់កន្លែងរក admin ហើយនឹង pay out ទេអ្នកនរគ្នាបាទកងធនាគារវារៀងចាប់ត្រង់ហ្នឹងប៉ុន្តែបើការរក view ការអីគឺវាស្រួលទេហ្នឹងហើយបងប្អូនឥឡូវយើងបានផុសរួចរាល់ហើយយើងកុំតន់ធ្វើអីវាយើងទុកវាអញ្ចឹងសិនហើយពេលយើងផុសរួចយើងអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្្នឹងហើយយើងចាំជួបគ្នានៅក្នុងវីដេអូបន្ទាប់ទៀតខ្ញុំនឹងធ្វើ
វីដេអូតាក់ទងទៅនឹងការរក view ពី Facebook ចឹងអូខេអ្នកនរគ្នាគឺមានប៉ុណ្្នឹងហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ